ក៏សូមអធិដ្ឋាននៅក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអេមែនយេគឺថាថ្ងៃនេះបងពិតជាមានអារម្មណ៍ល្អមែនតើគឺថាព្រះជាម្ចាស់បានឆ្លើយតបនឹងការអធិដ្ឋានរបស់បងហើយព្រមចង់ដឹងអត់ថាមុននឹងបងអធិដ្ឋានពីអ្វីខ្លះសួស្តីបងសួស្តីបងប្អូនអរគ្នាពួកបងមកចង់ពេលល្អហ្មងនេះហងយ៉ាងហ្នឹងបងឃើញដូចសុបាយខុសប្លែកមែនមិននិយាយគេមែនអូនអូញ៉ៃហ្នឹងខ្ញុំពិតជាសុបាយជិះខ្លាំងមែនតើបងគឺថាព្រះជាម្ចាស់បានឆ្លើយតបនឹងការអធិដ្ឋានរបស់ខ្ញុំវ៉ាហងឲ្យប្រាប់ពួកបងនិងបងប្អូនបានអត់គាត់ជាបានបងគឺថាប្រហែលថ្ងៃមុនណាខ្ញុំមានការប្រឡងសរសេរគម្ពីរនៃព្រះរបស់ខ្ញុំមកហើយមានមនុស្សចូលរួមច្រើនមកថ្ងៃមើលហើយពេលហ្នឹងខ្ញុំឃើញមនុស្សច្រើនពេកយកខ្ញុំភ័យទៅពេលទៅខ្ញុំក៏អធិដ្ឋានទៅព្រះហើយសូមប្រាជ្ញាហើយភាពក្លាហានពីទ្រង់ព្រឹកមិញខ្ញុំឃើញគេផុសក្នុង Facebook page វិហារខ្ញុំមកបងមិនដឹងមកយ៉ាត់មិនគឺថាខ្ញុំចូលលេខ1ហ៎បងវ៉ាបាត់ចាចាំម៉ែចឹងបានថ្ងៃហ្នឹងខ្ញុំសប្បាយចិត្តហ្នឹងថ្ងៃទៀតហើយខ្ញុំក៏បានអធិដ្ឋានអរគុណទ្រង់ផងដែរចូលរួមត្រេកអរបងអូនការអធិដ្ឋាននាំមកដល់លទ្ធផលការអធិដ្ឋាននាំមកដល់លទ្ធផលដើម្បីឲ្យបងប្អូនយល់ពីការអធិដ្ឋានតោះទៅមើលសេចក្ដីបន្តជាមួយគ្នាទេរើតែខាងនោះមកតាមមកពួកឯងធ្វើស្អីហ្នឹងខ្ញុំសុំតើខ្ញុំអត់ពេលក្រោយកុំឲ្យពួកគេរត់គេចបានចាក់អើយអើខាងទេខាងនោះអូចាប់ហើយមកតាមខ្ញុំគីស្មូតាមមើលហេតុអីមានអ្នកខ្លះមិនសប្បាយចិត្តនឹងដើរតាមព្រះយេស៊ូវខ្ញុំមានន័យថាអ្វីដែលពេត្រុសកំពុងនិយាយនៅទីនោះវាស្ដាប់ទៅគឺល្អអ្នកខ្លះមិនយល់ពីន័យដែលគាត់និយាយដូច្នេះតើពួកគេនឹងធ្វើអ្វីសម្រាប់អ្នកដែលជឿគាត់ពេលខ្លះវាអាចមើលទៅដូចអញ្ចឹងប៉ុន្តែអញបានលើពេត្រុសដាស់តឿនយើងឲ្យអធិដ្ឋានសង់កម្លាំងនិងក្តីសង្ឃឹមនៅពេលអ្វីដែលហាក់ដូចជាអាក្រក់បំផុតតែយើងកំពុងតែបាក់ផ្លូវនេះហើយយើងនៅរំខានពួកគេឯងទៅមុនទេមកជួបខ្ញុំវិញនៅផ្ទះម៉ារីកន្លែងយើងជួបគ្នាដំបូងនៅទីណាចាំទេអូយខ្ញុំអាចភ្លេចចាំមិនទៅសុំទោសមិនអត់មើលម្ដងទៀតហើយពួកគេនៅទីនោះឆាប់ទៅផ្លូវនេះពួកឯងឈប់ត្រឡប់មកវិញគេរកយើងមិនឃើញទេយើងនៅទីណាគីស្មូទៅមកខាងទៅអ្នកទោសមកដល់ខ្ញុំចង់និយាយថាវាឆ្លើយសំណួរឯងហើយនេះទាហានយើងចាប់ពេត្រុសបានហើយល្អដាក់កងទាហាន4នាក់ឲ្យមើលគេហើយគេនឹងត្រូវកាត់ទោសក្រោយបន់រំលងឆាប់ឡើងយើងត្រូវទៅប្រាប់រ៉ូដាអូយគ្រីចយចាប់ផងនេះគឺម៉ារីខ្ញុំធ្វើការជាមួយគាត់រីករាយណាស់ដែលបានជួបក្មេងៗទោះស្ថិតក្នុងកលៈទេសៈអាក្រក់បែបនេះក៏ដោយវាជារឿងអាក្រក់ដែលបានកើតឡើងលើពេត្រុសមកយើងនឹងអធិដ្ឋានសុំព្រះឲ្យជួយប៉ុន្តែឈប់រ៉ូដាតើឯងនឹងមិនធ្វើអ្វីមួយទេឯងគ្រាន់តែទៅអធិដ្ឋានមិនធ្វើអ្វីទេចយការអធិដ្ឋានគឺជាអ្វីមួយហើយវាជារឿងល្អបំផុតដែលយើងអាចធ្វើបានអោព្រះយេហូវ៉ាសូមប្រោះទូលគុំឲ្យរួចខ្ញុំចង់ថាតើព្រះពិតជាឆ្លើយតបការអធិដ្ឋានរបស់ឯងមែនទេពេលខ្លះប្រកាសណាស់ការអធិដ្ឋានពិតជាមានអំណាចខ្លាំងណាស់ណាចយតើឯងអធិដ្ឋានទេខ្ញុំរ៉ូដាពេត្រុសត្រូវបានគេវាយដំយើងត្រូវធ្វើអ្វីដែលពិតប្រាកដខ្ញុំចង់បានន័យថាមានអ្វីកើតឡើងនៅពេលដែលឯងអធិដ្ឋានហើយព្រះមិនបានប្រទានអ្វីដែលឯងចង់បាននោះមែនទេយើងទៅក្នុងស្រុកគ្រានោះខ្ញុំដឹងថាអ្វីដែលខ្ញុំចង់បានគឺមិនសំខាន់ដូចអ្វីដែលព្រះចង់បាននោះទេដូច្នេះខ្ញុំដាក់ការទុកចិត្តលើព្រះអស់ព្រះវិញ្ញាណទ្រង់ល្អណាស់ឯងគួរតែអធិដ្ឋានជាមួយយើងណាចយអធិដ្ឋានកាន់តែច្រើនគឺកាន់តែល្អសូមរីកទ្រង់បាត់បដងសូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចនៅឋានសួគ៌ដែរសូមប្រទានអាហារដល់ពួកយើងខ្ញុំដែលត្រូវការនៅថ្ងៃនេះសូមអត់ទោសដល់នៃកំហុសនៃខ្ញុំផងតោះចាប់ឡើង
គ្រីយើងទៅរកវិធីជួយពេត្រូចេញពីក្នុងគុកនោះឬខ្ញុំមិនដឹងយកគាត់ចេញដោយរបៀបណាទេអូខេគីស្មោទៅទៅបានអីខ្លះ ខ្ញុំបានសិក្សាប្លង់បាទីចប់ប្រាប់បានផ្លោតជាច្រើនហើយកំណត់វិធីរបៀបប្រសិទ្ធភាពបំផុតនៅក្នុងការជួយចង្កល់ពេត្រូ អូននេះតើខ្ញុំត្រូវការអ្វី រត់ក្រោះ ហើយគេវាមិនទាន់បានបង្កើតនៅឡើយទេ បាឡុងទេខាត់តផលនេះត្រាំផូលីននេះហ្វូកូស្ទី គេទាំងអស់នោះមិនដំណើរការទេ អូខេនេះជាអ្វីដែលខ្ញុំទទួលបាននៅណាបាតុង គ្រប់គ្នាយើងត្រូវធ្វើអ្វីមានប្រយោជន៍ជាងនេះមើលចុះអ្នកណាភ្ញាក់ឡើងនឹង ហេតុអ្វីអ្នកនៅទីនេះ ដើម្បីប្រកាសថាឯងមានសុវត្ថិភាពរហូតដល់ពេលកាត់ទោសហើយប្រហារជីវិតរបស់ឯង ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិដ្ឋានដើម្បីព្រះハរតីទ្រង់បានសម្រេចនៅផែនដីដោយនៅឋានសួគ៌ដែរទ្រង់មានបន្ទូលថាចូលសុំនោះអ្នកនឹងទទួលបានចូលយើងរួមគ្នាអធិដ្ឋានអោព្រះជាម្ចាស់អើយសូមរំដោះយើងឲ្យរួចផុតពីខ្មាំងសត្រូវក្នុងទ្រង់យើងមានទីជម្រកសូមរំដោះយើងខ្ញុំពីខ្មាំងសត្រូវរបស់យើងអោព្រះនៃទុក្ខគុំអើយការពារយើងពីអ្នកដែលក្រោមឡើងប្រឆាំងនឹងយើងសូមរំដោះយើងខ្ញុំឲ្យរួចពីអ្នកប្រព្រឹត្តអំពើទុច្ចរិតហើយសង្គ្រោះយើងពីមនុស្សដែលស្រេកឈាមសូមរំដោះយើងខ្ញុំពីខ្មាំងសត្រូវរបស់យើងអោព្រះនៃទុក្ខគុំអើយការពារយើងពីអ្នកដែលក្រោមឡើងប្រឆាំងនឹងយើងព្រះជាអម្ចាស់អើយសូមក្តីមេត្តាទ្រង់មានដល់ពេត្រុសជាអ្នកបម្រើរបស់ព្រះអង្គហើយរំដោះគាត់ចេញពីច្រវាក់របស់គាត់ ក្រុមជំនុំពិតជាបានព្យាយាមអធិដ្ឋានឲ្យលោកពេត្រុស ដែលព្រោះពួកគេដឹងច្បាស់ថាមានតែព្រះជាម្ចាស់ទេដែលអាចជួយដល់លោកពេត្រុសបាន កុំភ្លេចតាមដានជាមួយគ្នានៅសប្តាហ៍ក្រោយទៀតណាថានឹងមានរឿងអ្វីកើតឡើងចំពោះលោកពេត្រុស ប្រសិនបើបងប្អូនមិនបានទស្សនាសាច់រឿងរបស់យើងនៅសប្តាហ៍មុនទេបងប្អូនអាចចូលទៅមើលម្ដងទៀតបាននៅក្នុង Facebook Page YouTube និង TikTok Superbook Cambodia បានណា អូសាច់តាអូសុំតោខ្ញុំសុំលឹកទៅសុំមិញតែមកអាឡូជម្រាបសួរមិញចាមិញអរគុណច្រើនមិញបីអ្នកខ្ញុំសុំទៅជួបមិញតិចណា បងនិយាយថាសាច់រឿងសភៅវិសេសដែលយើងមើលមុនហ្នឹងខ្ញុំឃើញថាលោកពេត្រុសដូចអត់មានភ័យខ្លាចនឹងការចាប់ខ្លួនសោះ ប៉ុន្មានហើយពីព្រោះគាត់ដឹងថាព្រះគង់នៅជាមួយនឹងគាត់ ហើយគាត់ក៏ជឿជាក់លើការអធិដ្ឋានផងដែរ មកវិញហើយមានរបស់ខ្ញុំទៀតផង អត់ប្រាប់ក៏ខ្ញុំដឹងថាអីគេដែរ មិនឲ្យដឹងមិនបើឈ្មោះឡើងពេញហ្នឹងឯហ្នឹង តែមកញ៉ាំជាមួយគ្នាបោះធម្មជាតិពិតៗណា មិនបានវាធម្មជាតិ មកដឹងមិនបើមិញបេះផ្ទាល់ដៃនៅចង្ការរបស់គាត់ហ្នឹង វ៉ាវបងតាលេងមានមីងជាអ្នកដាំតរ៉េនទៀតចាំលើកក្រោយនាំខ្ញុំទៅលេងចង្ការគាត់ផង ហងឲ្យទៅរឿងញ៉ាំអត់បានបងលឿនហ្មង អូពេលញ៉ាំត្រេនចឹងនឹកឃើញរឿងមួយការប្រហែលសប្តាហ៍មុនណាចង្ការត្រេនរបស់មីងខ្ញុំគឺមានសុខភាពអត់សូវល្អសោះហើយមីងរបស់ខ្ញុំគឺមានការព្រួយបារម្ភជាខ្លាំងហើយគាត់ក៏បានប្រាប់គ្រួសាររបស់ខ្ញុំឲ្យអធិដ្ឋានឲ្យហើយអ្នកទាំងអស់គ្នាដឹងមកយត់ មិនទៅ បន្ទាប់ពីមួយសប្តាហ៍ដែលគាត់អធិដ្ឋានហើយគឺដើមត្រេនចាប់ផ្ដើមមានសុខភាពល្អហើយផ្លែតាមស្តង់ដារដល់អ្វីដែលគេចង់បានទៀតអូ វ៉ាវពិតជាអស្ចារ្យណាស់បងអញ្ចឹងព្រះបានឆ្លើយតបការអធិដ្ឋានរបស់បងនិងគ្រួសារបង ប្រកាសណាស់ហងបងពិតជាអរគុណព្រះជាម្ចាស់ដែលទ្រង់បានស្ដាប់ពីអធិដ្ឋានរបស់បងហើយទ្រង់ធ្វើការ ពិតជាអស្ចារ្យណាស់បងប្អូនចូលបន្តអធិដ្ឋាននោះព្រះនឹងឆ្លើយតបក្នុងការអធិដ្ឋានរបស់បងប្អូន ប៉ុន្មានហើយចូលអធិដ្ឋានឥតឈប់ឈរមិនត្រូវបោះបង់ឡើយហើយក៏មិនត្រូវសង្ឃឹមដូចគ្នាប្រសិនបើទ្រង់មិនទាន់ឆ្លើយតបការអធិដ្ឋានរបស់បងប្អូនឥឡូវនេះបងមានបទចម្រៀងបទសម្រាប់បងប្អូនទាំងអស់គ្នាតោះទៅទស្សនាទាំងអស់គ្នា យើងជាកាញ់ចង់នៃសេចក្តីស្រឡាញ់ទ្រង់បងហាញររបៀបរស់នៅដោយជំនឿជីវិតញ
បត់នេះព្រោះណាបងហើយអាចយកទៅហាត់រមបានទៀត ប្រកាសជាបានហើយហងអាចយកទៅអមនៅក្នុងក្រុមជំនុំក៏បានដែរដូចជាពេលធ្វើនៅអែឬក៏កម្មវិធីផ្សេងៗនៅក្នុងក្រុមជំនុំ ចាពេលនេះកម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់ហើយតែបងនៅមានចំណុចសំខាន់មួយចង់ឲ្យបងប្អូនចងចាំគឺការអធិដ្ឋាននាំមកនៅលទ្ធផល ការអធិដ្ឋាននាំមកនៅលទ្ធផល អូខេបងប្អូនដូច្នេះកុំភ្លេចចូលទៅ Like Facebook Page និង Subscribe YouTube Superbook Cambodia ផងដែរយើងនឹងមានអ្វីដែលថ្មីៗនិងពិសេសសម្រាប់បងប្អូនទាំងអស់គ្នា សូមតែប្រទានពរបាយបាយ